ទីក្រុងប៉េកាំងរដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Melanie Joly ថ្លែងថាត្រឹមតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះកាលពីដើមឆ្នាំ2025អាជ្ញាធរចិនប្រហារជីវិតជនជាតិកាណាដា4នាក់អតីតនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau បានស្នើសុំយ៉ាងទូចឲ្យអាជ្ញាធរចិនអនុគ្រោះទោសចំពោះជនជាតិកាណាដាដទៃទៀតដែលជាប់ទោសពីបទជួញដូរគ្រឿងញៀនស្ថានទូតចិនប្រចាំរដ្ឋធានីអូតាវ៉ា Ottawa ថ្លែងថាការប្រហារជីវិតទាំងនេះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនប្រទេសចិនមិនខ្វល់ថាទណ្ឌិតទាំងនោះមានសញ្ជាតិអ្វីទេបើត្រូវប្រហារជីវិតត្រូវតែប្រហារជីវិតចោលតែម្ដងប៉ុន្តែកាណាដារិះគន់ទង្វើនេះហើយថ្កោលទោសជាទម្ងន់លោកស្រីសូលីស្នើសុំឲ្យអាជ្ញាធរចិនទុកជីវិតឲ្យពួកគេផងពួកគេមានសញ្ជាតិពីរមិនថាតែនៅប្រទេសចិនប៉ុណ្ណោះទេលោកស្រីសូលីថាកាណាដាតែងតែស្នើសុំការទុកជីវិតចំពោះគ្រប់ជនជាតិកាណាដាដែលជាប់ទោសនៅប្រទេសដទៃទៀតទូទាំងពិភពលោកក្រុមគ្រួសារទណ្ឌិតដែលប្រហារជីវិតទាំង4នាក់នោះបានស្នើសុំឲ្យរដ្ឋាភិបាលកាណាដាប្រមូលទិន្នន័យនិងអត្តសញ្ញាណរបស់ពួកគេឲ្យបានលម្អិតបន្ថែមទៀតអ្នកនាំពាក្យស្ថានទូតចិនបញ្ជាក់ថាចិនតែងតែអនុវត្តទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះបទល្មើសគ្រឿងញៀនមិនថាជនជាតិណាជាជនណាទេករណីជនជាតិកាណាដាដែលត្រូវប្រហារជីវិតនោះសុទ្ធតែមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ណាស់ដើម្បីផ្តន្ទាទោសពួកគេអ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថាអាជ្ញាធរចិនតែងតែអនុវត្តដោយស្មើភាពគ្នាទាំងអស់ដូច្នេះចិនសូមជំរុញឲ្យកាណាដាឈប់ជ្រៀតជ្រែកទៅទៀតនៅក្នុងកិច្ចការរបស់តុលាការចិនដែលមានឯករាជ្យភាពនិងអធិបតេយ្យឲ្យភាពពេញលេញអ្នកនាំពាក្យចិនលោកស្រីម៉ៅនីងថ្លែងបន្តទៀតថាការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនជាការទទួលខុសត្រូវរួមគ្នារបស់ប្រទេសទាំងអស់នៅទូទាំងពិភពលោកស្រីថាមុននឹងឈានដល់ការប្រហារជីវិតជនជាតិកាណាដាទាំងនោះអាជ្ញាធរចិនបានស៊ើបអង្កេតនិងជំនុំជម្រះដោយយុត្តិធម៌ណាស់ហើយក៏ការពារសិទ្ធិរបស់ពួកគេសម្បើមណាស់ដែរ